សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមានបទពិសោធន៍រន្ធត់មួយចង់មកចែកជូនអ្នកទាំងអស់គ្នាបទពិសោធន៍រន្ធត់នៅថ្ងៃនេះគឺខ្ញុំទទួលបានពីលោកពូដុនគាត់គឺជាអ្នករស់នៅក្បែរស្ពានមួយហើយស្ពានមួយនោះគេល្បីខ្លាំងថាស្ពានជើងកបហើយហេតុការណ៍ទាំងអស់ហ្នឹងគឺបានកើតឡើងនៅក្នុងឆ្នាំ2000ស្ដើងតែការនោះផ្លូវជាតិលេខ2គឺគេអត់ទាន់ធ្វើបរិទ្ធទេហើយស្ពាននោះគឺជាស្ពានចាស់ហើយសងខាងផ្លូវដែលនៅជិតស្ពានហ្នឹងស្ទើរតែដើមអាកាសាឬក៏ដើមប្រេងខ្យល់អ្នកខ្លះគេហៅដើមអាកាសាអ្នកខ្លះគេហៅដើមប្រេងខ្យល់អានេះខ្ញុំអត់ដឹងថាដើមអាកាសាឬក៏ដើមប្រេងខ្យល់ខុសគ្នាបែបម៉េចទេហើយមានអ្នកខ្លះគេថាដើមអាកាសាផ្សេងដើមប្រេងខ្យល់ផ្សេងប៉ុន្តែរូបរាងវាដូចគ្នាសម្រាប់ខ្ញុំគឺបែងចែកដាច់ទេថាមួយដើមអាកាសាមួយដើមប្រេងខ្យល់ចាំមកបងប្អូនអាចដឹងជួយបញ្យល់ផងហ្នឹងហើយជុំវិញហ្នឹងគឺមានផ្ទះទេគឺមានតែផ្ទះពូដុនមួយនៅជាជាងគេប្រហែលជា40ម៉ែត្រពីស្ពានតែប៉ុណ្ណោះហើយផុតពីផ្ទះពូដុនបានមានផ្ទះអ្នកជិតខាងហូរហែទៅនិយាយរួមគឺចេញពីស្ពានមកគឺផ្ទះគាត់មុនគេហើយបានផ្ទះអ្នកជិតខាងគាត់ហើយចង់ដឹងថារឿងរ៉ាវរន្ធត់ដែលតេតើនឹងស្ពានមួយនៅតាមបណ្ដោយផ្លូវជាតិលេខ2នេះសាហាវយ៉ាងណានោះតោះបងប្អូនទៅតាមដានទាំងអស់គ្នាលោកពូដុនក៏ថារឿងរ៉ាវដែលគាត់ចែករំលែកទាំងនេះគឺភាគច្រើនគាត់ទទួលបានពីអ្នកដំណើរដែលឆ្លងកាត់ទីនោះហើយពួកគាត់បានជួបរឿងរ៉ាវរន្ធត់និងហេតុការណ៍គ្រោះថ្នាក់ទាំងអស់ហើយចំពោះរឿងរ៉ាវទី1ហ្នឹងលោកពូដុនគាត់បាននិយាយតាក់ទងទៅនឹងបរិសម្នាក់ដែលគាត់គឺជាជាងជួសជុលម៉ូតូបរិសម្នាក់នោះមានឈ្មោះថាពូហេងមុននឹងចូលសាច់រឿងរបស់គាត់ខ្ញុំសូមរៀបរាប់ត្រួសពីពូហេងគាត់គឺជាកូនកាត់ចិនហើយគឺជាជាងជួសជុលម៉ូតូផ្ទះរបស់ពូហេងក៏ជាអ្នកមានគួរសមដែរដោយសារតែផ្ទះគាត់មានឡានកាមេរ៉ាឆ្លាមពណ៌ស្រវឹងអាឡឹកមួយហើយការជំនាន់ហ្នឹងអ្នកមានឡានជិះគឺលយហើយអ្វីដែលសំខាន់នោះគឺឡានគាត់ឡានស៊េរីខ្ពស់ទៀតកាលចំនួនឆ្នាំ2000ស្ដើងហ្នឹងតោះឥឡូវមកចូលសាច់រឿងរបស់ពូហេងទាំងអស់គ្នាដោយពូហេងបានប្រាប់ពូដុនថានៅព្រឹកមួយហ្នឹងគឺគាត់កំពុងតែជួសជុលម៉ូតូឲ្យគេហើយពេលហ្នឹងគឺម៉ូតូមកច្រើនមែនទែនគឺ 4-5 គ្រឿងហើយគាត់ធ្វើតែឯងទេគាត់កំពុងតែធ្វើម៉ូតូសុកស្រាប់តែបងប្អូនខាងប្រពន្ធរបស់គាត់ហ្នឹងគឺបានជិះមកហើយក៏បានប្រាប់ថាម្ដាយក្មេករបស់ពូហេងគឺត្រូវជាម្ដាយរបស់ប្រពន្ធគាត់ហ្នឹងគឺឈឺហើយអាការៈរៀងធ្ងន់ធ្ងរដូច្នេះហើយចង់ឲ្យពូហេងហើយប្រពន្ធហ្នឹងទៅមើលបើថាមិនទេគឺត្រូវបញ្ជូនម៉ែគាត់ទៅឯភ្នំពេញអញ្ចឹងហើយនៅពេលដែលគាត់ទៅដល់ហ្នឹងគឺម្ដាយក្មេករបស់គាត់ឈឺធ្ងន់មែនដូច្នេះហើយពូហេងក៏សម្រេចចិត្តបិទផ្ទះបិទអីហើយដុតម្ដាយក្មេករបស់គាត់ទៅមន្ទីរពេទ្យកាលម៉ែតនៅឯភ្នំពេញហើយគាត់ទៅដល់មន្ទីរពេទ្យនៅភ្នំពេញគឺម៉ោង 2 ម៉ោង 3 រសៀលហើយក៏ឲ្យគ្រូពេទ្យមើលអញ្ចឹងនៅពេលដែលគ្រូពេទ្យមើលសង្គ្រោះទៅម្ដាយគាត់ក៏បានធូរនៅពេលម្ដាយគាត់បានធូរនៅពេលនោះប្រហែលជាម៉ោង 8 ជាងពូហេងក៏បាននិយាយជាមួយប្រពន្ធគាត់ដោយពូហេងចង់សុំប្រពន្ធគាត់មកផ្ទះវិញដោយសារតែម៉ូតូគេនៅសល់ច្រើនទី1ក៏ខ្លាចដាច់ម៉ួយហើយទី2ម្ដាយគាត់ធូរហើយដូច្នេះគាត់ចង់មកធ្វើការរកលុយវិញអញ្ចឹងហើយនៅពេលនោះហើយប្រពន្ធរបស់ពូហេងក៏គាត់អត់ខ້ອຍដែរដោយសារតែម្ដាយបានធូរដែរអញ្ចឹងប្រពន្ធគាត់អាចនៅមើលពីអ្នកប្អូនគាត់បាននៅមើលម្ដាយហើយនៅពេលនោះហើយពូហេងក៏ទិញផ្លែឈើទិញអីទុកឲ្យប្រពន្ធឲ្យអស់ហើយគាត់ក៏ចេញពីភ្នំពេញប្រហែលជាម៉ោង 9ហើយតាមផ្លូវគឺស្ងាត់ណាស់កាលជំនាន់ហ្នឹង2000ស្ដើងគឺតាមបណ្ដោយផ្លូវជាតិចុះខេត្តហ្នឹងគឺអត់សូវមានឡានម៉ូតូអ៊ូអដូចយើងសម័យនេះទេហើយនៅពេលដែលគាត់មកចិត្តដល់ស្ពានហ្នឹងគឺខ្ទង់ម៉ោង 10:11 ហើយនៅពេលនោះពូហេងគាត់បាននិយាយថានៅពេលដែលគាត់មកចិត្តដល់ស្ពានហ្នឹងគឺគាត់ដូចជាឃើញមាននារីម្នាក់អង្គុយកណ្ដាលស្ពានតែម្ដងប៉ុន្តែគាត់មើលអត់ទាន់ច្បាស់ទេដោយសារតែភ្លើងឡានគាត់ជះទៅរៀងឆ្ងាយដែរហើយគាត់ក៏បើកទៅមុខទៀតប៉ុន្តែរៀងបន្ថយល្បឿនហើយនៅពេលដែលគាត់បើកទៅមុខទៀតចម្ងាយប្រហែលជា20 ម៉ែត្រពីស្ពានហ្នឹងគឺគាត់បានឃើញនារីម្នាក់គាត់ថានារីម្នាក់នោះគឺសដូចកូនចិនអញ្ចឹងប៉ុន្តែអត់ស្លៀកពាក់អីទាំងអស់អង្គុយអោបក្បាលជង្គង់នៅលើស្ពានហ្នឹងតែម្ដងពូហេងគាត់ថានារីម្នាក់ហ្នឹងគឺអង្គុយអោបក្បាលជង្គង់នៅស្ងៀមតែម្ដងហើយសក់នាងឡើងស្លូតមកដល់គូតក្រោយពេលនាងអង្គុយអញ្ចឹងហើយពេលនោះហើយពូហេងក៏អត់ទាន់ប្រកាសថានារីម្នាក់ហ្នឹងគឺជាមនុស្សឬក៏ខ្មោចទេប៉ុន្តែចំពោះស្ពានហ្នឹងគាត់ក៏ដឹងដែរថាស្ពានហ្នឹងគឺបែបមិនអញ្ចឹងតែគាត់នៅគិតម្យ៉ាងទៀតថាអាចជាមនុស្សប៉ុន្តែដោយសារតែអត់ប្រកាសគាត់ក៏ចាប់ដើមស៊ីផ្លេនៅពេលដែលគាត់ស៊ីផ្លេទីទៅគឺនារីម្នាក់ហ្នឹងនៅថ្មឹងគឺអត់មានងាកកម្រើកអីទាំងអស់ហើយនាងនឹងអង្គុយថ្មឹងហ្នឹងគាត់ក៏ផ្លេមកក៏នាងអត់ជិះដែរហើយគាត់ក៏ជន់ឡានរូយ៉ាងម៉េចក៏នាងអត់ជិះដែរពូហេងគឺច្បាស់ក្នុងចិត្តដែរ
ថាមិនមែនមនុស្សទេព្រោះបើមនុស្សឈួតក៏ដោយមនុស្សក៏ដោយនៅពេលដែលយើងស៊ី play ឲ្យរួមម្លឹងគឺដឹងតែមានកាយវិការអីមួយហើយនៅពេលដែលស៊ី play ទៅគឺអាចនឹងងាកមកមើលឬក៏ងើបដើរឬងើបមិនអញ្ចឹងតែនេះគឺអត់ទេនៅថ្មឹងតែម្ដងពេលនោះពូហេងគាត់ថាគាត់ចាប់ដាំញ័រជើងហើយនៅពេលនោះពូហេងក្នុងចិត្តគាត់ចង់បើកបុកប៉ុន្តែក៏គិតមួយទៀតខ្លាចបុកទៅវាមិនមែនផ្លូវបាច់ធ្លាក់ព្រែកដោយសារតែស្ពានហ្នឹងគឺមានអ្នកធ្លាក់ផ្លូវច្រើនណាស់ហើយរឿងធ្លាក់ផ្លូវហ្នឹងខ្ញុំនឹងនិយាយពេលក្រោយប៉ុន្តែសូមនិយាយរឿងពូហេងសិនហ្នឹងហើយក្រោយពីពូហេងគាត់ប្រកាសចិត្តថានារីម្នាក់ហ្នឹងមិនមែនជាមនុស្សគាត់ក៏ចាប់ដើមចុចផ្អប់ស៊ីផ្លេឡានជាប់តែម្ដងដោយគាត់ចុចផ្អប់ទៅចុចផ្អប់ហ្មងមូលហេតុដែលគាត់ចុចផ្អប់គាត់ថាគាត់ធ្លាប់ឮឪពុករបស់គាត់និយាយថាពួកខ្មោចហ្នឹងគឺខ្លាចសម្លេងផាវសម្លេងស្នូកំភ្លើងនិងសម្លេងខ្លាំងនៅពេលដែលគាត់នឹកដល់ចំណុចហ្នឹងបានពូហេងហ្នឹងគាត់ចាប់ដើមចុចស៊ីផ្លេឡានជាប់ហ្នឹងដើម្បីឲ្យខ្មោចមួយហ្នឹងវាផ្អើលវាភ័យប៉ុន្តែគាត់ថានារីម្នាក់ហ្នឹងគឺអត់ផ្អើលទាំងអស់នៅនឹងតែម្ដងហើយអ្នកដែលផ្អើលនោះគឺពូឌុនគាត់ថាពេលហ្នឹងគាត់កំពុងតែគេងហើយឮសំឡេងផ្លេឡានទៅដល់ពេលដែលគាត់ឮអញ្ចឹងគាត់ក៏ភ្ញាក់ឡើងមុនដំបូងគាត់គិតថាប្រហែលជាមានអ្នកគ្រោះថ្នាក់បុកស្ពានឬបុកដើមអាកាសឆាយហើយពូឌុនគាត់ក៏ងើបឡើងដើរចេញមកក្រៅគាត់ក៏ឃើញកូនឈ្នួលគាត់ភ្ញាក់ដែរហើយនៅពេលអញ្ចឹងហើយគាត់ក៏បបួលកូនឈ្នួលពីរនាក់ហ្នឹងចេញមកមើលថាមានរឿងអីអញ្ចឹងនៅពេលដែលគាត់ចេញមកហ្នឹងគាត់អើតទៅគឺឃើញឡានកាមេរីពណ៌ស្វ័លឹកហ្នឹងនៅជុកកណ្ដាលផ្លូវហើយស៊ី play រហូតអញ្ចឹងនៅពេលអញ្ចឹងគាត់ក៏នាំគ្នាដើរទៅនៅពេលដែលគាត់ដើរទៅពូឌុនហ្នឹងគាត់ក៏គូកញ្ចក់ខាងតកង់ហ្នឹងនៅពេលដែលគាត់គូកញ្ចក់គាត់ឃើញតកង់ឡានហ្នឹងងាកមកតែអត់តម្លាក់កញ្ចក់ទេហើយនៅពេលអញ្ចឹងគាត់ក៏គោះថែមគោះអញ្ចឹងនៅពេលគោះទៀតអ្នកតកង់ឡានក៏តម្លាក់កញ្ចក់គឺពូហេងគាត់តម្លាក់កញ្ចក់មកហើយជា2ខ្នងដៃឯងនៅពេលដែលគាត់តម្លាក់កញ្ចក់2ខ្នងដៃហើយពូឌុនគាត់ថាបើអញតម្លាក់អស់មើលហើយមានរឿងអីស៊ី play នៅកណ្ដាលផ្លូវអញ្ចឹងកណ្ដាលយកទៅទៀតហើយនៅពេលដែលពូហេងគាត់លូអញ្ចឹងគឺគាត់តម្លាក់អស់តែម្ដងគាត់តម្លាក់អស់ហើយគាត់ចុះពីលើឡាននៅពេលដែលគាត់ចេញលើឡានគាត់និយាយថាបងខ្ញុំស្មានតែខ្មោចគាត់និយាយចឹងគាត់ស្មានតែពូឌុននឹងខ្មោចបានមុនដំបូងគាត់ហ៊ានតម្លាក់កញ្ចក់ហើយពូឌុនគាត់សួរអញ្ចឹងបងឯងមានរឿងអីបានឈប់ស៊ី play អញ្ចឹងហើយនៅពេលនោះហើយបានពូហេងគាត់រៀបរាប់ប្រាប់គាត់ថាគាត់ឃើញនារីសដូចកូនចិនម្នាក់ដូច្នេះហើយគាត់ហ៊ានបើកទៅមុខទេគាត់ថាបើកទៅខ្លាចទៅជាខុសផ្លូវធ្លាក់ហើយគាត់ស៊ី play នេះដោយសារតែគាត់គិតថាខ្មោចវាខ្លាចសំឡេងទៅហឹងសំឡេងខ្លាំងអញ្ចឹងហើយនៅពេលនោះហើយបានពូឌុនក៏ងាកទៅស្ពានហ្នឹងតែងាកទៅគឺអត់មានឃើញអីទេហើយនៅពេលនោះពូឌុនក៏ឃើញពូហេងរឿងអញញ័រហើយក៏បានសួរថាងបងឯងបើកឡានទៅកើតទៀតអត់ហើយពូហេងគាត់ថាឥឡូវគាត់បើកអត់ទាន់កើតទេគាត់សុំចូលផ្ទះពូឌុនសិនអញ្ចឹងដើម្បីសម្រួលអារម្មណ៍ពូឌុនគាត់ថាអញ្ចឹងចូលមកអញ្ចឹងហើយគាត់ក៏ដើរទៅផ្ទះមុនទៅហើយពូហេងហ្នឹងក៏បើកឡានចូលផ្ទះពូឌុនទៅក្រោយចូលផ្ទះពូឌុនហើយគាត់ក៏ហូបទឹកហូបអីហើយក៏អង្គុយនិយាយគ្នាថាមិនជួបមិនអីមកពីណាអញ្ចឹងនៅពេលនិយាយទៅក៏រៀបរាប់គាត់ថាគាត់មកពីមើលម៉ែក្មេងគាត់ឈឺនៅពេទ្យអីចឹងហើយម៉ូតូនៅផ្ទះគាត់ច្រើនគាត់ក៏សម្រាប់ចិត្តមកពេលយប់ដើម្បីព្រឹកឡើងបើកជួសជុលម៉ូតូគេឲ្យអញ្ចឹងគាត់រៀបរាប់ប្រាប់តាមដំណើរទៅហើយនៅពេលនោះពូឌុនគាត់ថាចង់ឲ្យពូហេងហ្នឹងគេងផ្ទះគាត់មកយប់តែពូហេងគាត់ប្រកែកគាត់ថាគាត់ចង់គេងទេគាត់ចង់ទៅទាំងយប់តែគាត់ចង់ពឹងពូឌុនហើយនឹងកូនចៅគាត់ហ្នឹងឲ្យជូនគាត់បានអត់ព្រោះផ្ទះគាត់ចម្ងាយពីនេះប្រហែលជា2គីឡូទេគឺចិត្តដែរតែដោយសារគាត់លែងហ៊ានបើកឆ្លងកាត់ស្ពានហ្នឹងហើយពេលនោះពូឌុនគាត់ចង់ប្រកែកតែពូហេងគាត់ថាជួយខ្ញុំទៅណាត់ខ្ញុំផងដោយសារខ្ញុំត្រូវទៅបើកវិញពេលព្រឹកអញ្ចឹងខ្ញុំគេញាក់កើតទេហើយគាត់ជូនលុយ5-10ម៉ឺនណាហើយ5-10ម៉ឺនកាលហ្នឹងច្រើនដែរហើយពូហេងក៏មានខ្វះលុយឲ្យគាត់នៅពេលនោះកូនឈ្នួលគាត់2នាក់ហ្នឹងក៏លឺ5-10ម៉ឺនក៏ចង់ជូនទៅហើយនៅពេលនោះពូឌុនគាត់ថាមក2នាក់ខ្លះជូនទៅចឹងបងឲ្យបានជូនទៅទេហើយកូនឈ្នួលពូឌុនទាំង2នាក់នោះក៏សម្រាប់ចិត្តជូនពូហេងទៅហើយពេលហ្នឹងគឺអាសង្ការ៉េរបស់ពូឌុនណាពូឌុនឲ្យកូនចៅគាត់ខ្ចីម៉ូតូគាត់ហ្នឹងជូនពូហេងទៅផ្ទះទៅដោយម៉ូតូកូនចៅគាត់ហ្នឹងជិះពីមុខឡានហើយពូហេងបើកពីក្រោយហើយប្រហែលជា7 1ម៉ោងក្រោយកូនចៅគាត់ក៏ត្រឡប់មកវិញហើយពូឌុនគាត់ក៏បានសួរថាមានឃើញអីជួបអីអត់ពីអ្នកឯងហើយកូនចៅគាត់ឆ្លើយបែបញញឹមថាអត់មានជួយទេបានលុយ5-10ម៉ឺនណាឥឡូវបានលុយចែកគ្នានេះ5-10ម៉ឺន2នាក់ហើយពូឌុនគាត់ថាយកទៅជួយដេកជួយអីស្អែកបើកកន្លែងបើកអីចឹងហ្នឹងហើយនេះគឺជារឿងរ៉ាវទី1ដែលពូហេងគាត់ជួបហើយចែករំលែកដោយពូឌុនណាតោះឥឡូវយើងចូលរឿងរ៉ាវទី2តាក់ទងនឹងស្ពានមួយនេះដែលរឿងរ៉ាវទី2នេះលោកពូឌុនគាត់ទទួលបានពីលោកពូរត់តាក់ស៊ីម្នាក់គឺលោកពូសិត
គាត់តែងតែឡើងទៅភ្នំពេញវេលាម៉ោង 4 ម៉ោង 5 ដើម្បីឡើងទៅបែងឡានផ្សារដើមកើមូលហេតុដែលគាត់ឡើងទៅពេលព្រឹកដោយសារតែគាត់ឡើងទៅយកអវ៉ាន់ឲ្យម៉ួយគាត់ផងពេលយកអវ៉ាន់ឲ្យម៉ួយគាត់ហើយគាត់នៅបែងឡានផ្សារដើមកើហ្នឹងគឺដើម្បីដឹកភ្ញៀវមកខាងខេត្តតាកែវដូចគ្នាហើយទម្លាប់គាត់ចេញពីបែងឡានផ្សារដើមកើដើម្បីត្រឡប់មកតាកែវវិញហ្នឹងគឺខ្ទង់ម៉ោង 10 ឬក៏ម៉ោង 11 ព្រឹកហើយបានម៉ួយប៉ុន្មានគាត់យកប៉ុណ្ណឹងអ្វីដែលសំខាន់គឺគាត់ដឹកអីវ៉ាន់ឲ្យគេតែនៅពេលដែលគាត់ធ្វើដំណើរមកតាកែវហើយឃើញម៉ួយហ្នឹងគឺគាត់តែងតែឈប់ដាក់យកម៉ួយហើយនេះគឺជាសកម្មភាពប្រចាំថ្ងៃរបស់ពុសិតត្រួសហើយឥឡូវយើងចូលយកកាត់ហេតុដែលពុសិតបានរៀបរាប់ប្រាប់ពុដុនវិញពុសិតគាត់បានរៀបរាប់ប្រាប់ពុដុនថាគឺគាត់បានឃើញ2 ដងហើយលើកទី1ដែលគាត់បានជួបនោះគឺនៅយប់មួយវេលាម៉ោង 4:75 នៅពេលដែលគាត់មកចិត្តដល់ស្ពានមួយហ្នឹងគឺគាត់មើលពីចម្ងាយទៅគឺឃើញដូចជាឆ្កែអញ្ចឹងគាត់មើលទៅនៅកណ្ដាលផ្លូវតែនៅពេលដែលគាត់ជិះគៀកទៅគឺគាត់ឃើញនារីម្នាក់គឺនៅឈរកណ្ដាលផ្លូវតែម្ដងហើយឈរបែរខ្នងដាក់គាត់ហើយគាត់ខំស៊ីផ្លេយ៉ាងណាក៏នារីម្នាក់នោះគាត់ជិះដែរនៅពេលនោះហើយពុសិតគឺគាត់ដឹងហើយថានារីម្នាក់ហ្នឹងមិនមែនជាមនុស្សទេព្រោះអីផ្លូវហ្នឹងគាត់រត់តាក់ស៊ីឡើងសឹកហើយគាត់ក៏ដឹងថាស្ពានហ្នឹងគឺបែបម៉េចដែរប៉ុន្តែគ្រាន់តែគាត់ដៃជួបតែយប់នេះប្រហែលជាយប់សើរបស់គាត់ហើយបានគាត់មកជួបហើយនៅពេលនោះពុសិតគាត់ថាគឺគាត់អត់ឈប់ទេគឺគាត់បើកទៅមុខបណ្ដាគាត់ស៊ីផ្លេបណ្ដាហើយនៅពេលដែលគាត់បុកនារីម្នាក់ហ្នឹងគឺដូចបុកខ្សោយអញ្ចឹងហើយនេះគឺជាលើកទី1ដែលគាត់ជួបហើយចំពោះលើកទី2នេះគឺរៀងធ្ងន់បន្តិចហើយអាលើកទី2ហ្នឹងហើយដែលគាត់បានចូលទៅផ្ទះពូដុនដើម្បីបានរៀបរាប់ហ្នឹងគាត់ថានៅពេលហ្នឹងគឺគាត់រត់2ជើងភាគច្រើនមួយថ្ងៃគាត់រត់តែមួយជើងទេឡើងពេលព្រឹកចេញមកម៉ោង 11 ហើយគឺគាត់សម្រាកហើយទៅស្អែកបានគាត់រត់ទៀតតែដោយសារថ្ងៃហ្នឹងគឺម៉ូលគាត់ពឹងហើយគេឲ្យឈ្នួលគាត់ដូចមកឡានគាត់មួយអញ្ចឹងដូច្នេះហើយគាត់ក៏សម្រេចចិត្តមកដល់តកែវិញហើយគាត់បកទៅពេញវិញមួយជើងទៀតហើយនៅពេលដែលគាត់បានអវ៉ាន់នឹងបានម៉ូយខ្លះហើយគាត់ចេញពីភ្នំពេញគឺខ្ទង់ម៉ោង 4 រសៀលទេប៉ុន្តែដោយសារឡានគាត់មានបញ្ហាម្ដុំគូស្រូវគាត់ក៏ត្រូវជួសជុលឡានរហូតដល់ម៉ោង 7:06 បានរួចហើយគាត់ជិះមកតាមផ្លូវក៏អត់សូវលឿនប្រហែលដែរដោយសារគាត់ជិះបដើមើលម៉ូយបដើហើយនៅពេលដែលគាត់ជិះមកហ្នឹងគឺគាត់មានភ្ញៀវ2នាក់ក្នុងឡានគាត់ដែរហើយគាត់មកដល់ចិត្តស្ពានតកនគឺម៉ោង 7:78 ហើយ 7:78 យប់ហើយពេលហ្នឹងគឺរឿងស្ងាត់ដែរហើយនៅពេលដែលគាត់ជិះមកចិត្តដល់ស្ពានហ្នឹងគឺគាត់ឃើញផ្លូវជា2ជាធម្មតាផ្លូវជាតិគឺវាត្រង់អត់មានបែកអត់មានអីហើយមានស្ពានមួយហ្នឹងនៅពេលដែលឃើញស្ពាន2គឺគាត់បានឈប់ឡាននៅពេលដែលឈប់ឡានអ្នកដំណើរក៏សួរអ្នកដំណើរសួរគាត់ក៏ប្រាប់គាត់ថាស្ពាន2ទៅផ្លូវមួយណាដល់ពេលអ្នកដំណើរអឺតមើលគឺឃើញស្ពាន2ដូចគ្នាហើយអ្នកដំណើរទាំងពុសិតគឺស្គាល់ច្បាស់ណាស់ថាផ្លូវជាតិលេខ 2 ហ្នឹងអត់មានស្ពាន2ចឹងទេនិយាយរួមបងប្អូនស្គាល់ផ្លូវជាតិលេខ 2 ហើយត្រឹមវងមូលគោស្រូវដល់ទីរងខេត្តតាកែវគឺអត់មានស្ពាន2ទេគឺផ្លូវតែមួយត្រង់រហូតមកហើយនៅពេលហ្នឹងពុសិតគាត់ថាគឺគាត់ហ៊ានបើកទៅមុខទៀតទេគាត់ថាមិនដឹងមួយណាពិតមួយណាខ្លាំងខ្លាយហើយគាត់ក៏នៅឈប់ពេលគាត់ឈប់ចាំមើលឡានគេមកអាងទៅតាមគេគាត់ថាពេលហ្នឹងគឺអត់មានឡានមកអីមួយតែម្ដងគឺស្ងាត់ជ្រាបហ្មងគាត់ថាស្ងាត់ចម្លែកហ្មងពេលនោះគាត់ឈប់ចាំមើលឡានគេប្រហែលជា7-20នាទីអត់មានឃើញឡានណាមកទេដល់ពេលអញ្ចឹងពួកគាត់ក៏សម្រេចចិត្តបកក្រោយហើយដល់ពេលដែលបកក្រោយទៅគឺមានតែផ្ទះពុដុនហ្នឹងហើយដែលនៅចិត្តជាងគេហើយពុសិតគាត់ក៏ប្រអងមើលផ្ទះពុដុនទៅគឺឃើញមានភ្លើងខាងក្នុងគាត់ក៏បត់ឡានចូលផ្ទះពុដុនហើយគាត់ក៏ស៊ីផ្លេពេលស៊ីផ្លេទៅពុដុនហើយនឹងកូនចៅគាត់ប្រុស2នាក់ហ្នឹងក៏ដើរចេញមកក្រៅពុសិតនិងអ្នកដំណើរគាត់2នាក់ហ្នឹងក៏ចុះពីលើឡានហើយក៏បានសួរនាំគ្នាទៅគាត់និយាយប្រាប់ថាគាត់ឃើញផ្លូវ2ហើយគាត់ក៏ហ៊ានបើកទៅមុខចឹងហើយការឃើញផ្លូវ2នេះមិនមែនតែគាត់តែឯងជាតកង់ទេគឺឃើញទាំងអ្នកដំណើរ2នាក់ទៀតហើយនៅពេលនោះហើយទើបពុដុនហៅពុសិតនិងអ្នកដំណើរ2នាក់ទៀតចូលក្នុងផ្ទះគាត់សិនហើយក៏បានសួរនាំនិយាយគ្នាអញ្ចឹងហើយពេលនិយាយយូរទៅហើយពុសិតក៏បានរៀបរាប់ពីការជួបលើកទី1កាលពី 4-5 ថ្ងៃមុនណាហើយគាត់ជួប2លើកទាំងលើកនេះហើយតែលើកនេះគឺរៀងធ្ងន់ហេតុអីបានគាត់គិតថារៀងធ្ងន់ព្រោះលើកនេះគឺគេចង់យកជីវិតដោយសារតែគេបានបំភាន់ភ្នែកធ្វើជាផ្លូវ2ដូច្នេះបើយើងតាំងស្មារតីអត់នឹងហ៊ានតែរើសផ្លូវណាមួយគឺដឹងតែធ្លាក់ហើយចាស់គាត់និយាយថាខ្មោចបំភាន់ភ្នែកទម្លាក់ផ្លូវគឺបំបីផ្លូវជា2រើសមួយណាក៏អត់ត្រូវដែរអត់តែយើងហ៊ានរើសគឺដល់ធ្លាក់ហ្មងអញ្ចឹងបើយើងតាំងស្មារតីអាហ្នឹងយើងស្គាល់ផ្លូវនឹងច្បាស់គឺយើងកំទៅមុខគឺយើងចាំអ្នកណាម្នាក់ដើម្បីមកជួយលើករាសីយើងដើម្បីឲ្យផ្លូវនោះគឺមកដូចដើមវិញអាហ្នឹងអ្វីដែលចាស់គាត់និយាយហើយពុសិតគាត់សម្រេចចិត្តត្រូវបើគាត់ហ៊ានទៅ
គឺមួយឡាន3នាក់ហ្នឹងបើមិនរបួសធ្ងន់ក៏ស្លាប់ដែរហើយជាពិសេសគឺគាត់តែម្ដងដោយសារតែគាត់បានឃើញនារីហ្នឹងម្ដងហើយចំពោះនិយាយដល់នារីម្នាក់ហ្នឹងពូឌុនគាត់និយាយថាអូយបងអើយបើបងឯងឃើញនារីម្នាក់ហ្នឹងហើយគឺសង្វាតទៅរកគ្រូស្រោចទឹកចេញឬក៏លោកក៏បានដែរដោយសារតែអ្នកឃើញនារីម្នាក់ហ្នឹងភាគច្រើនគឺតែងតែបាត់បង់ជីវិតឲ្យតែហ៊ានមកផ្លូវហ្នឹងម្ដងទៀតពូឌុនក៏បានលើកហេតុការណ៍មួយប្រាប់ពូសិតផងដែរដោយពូឌុនគាត់បាននិយាយថាមានយាយលក់នំបញ្ចុកម្នាក់ផ្ទះគាត់ធ្វើនំបញ្ចុកហើយចិត្តភ្លឺឡើងគឺគាត់ឡើងយកនំបញ្ចុកទៅឲ្យមើលគាត់នៅផ្សារហើយគាត់ឡើងរកព្រឹកអត់ដែលឃើញអីទេប៉ុន្តែនៅព្រឹកមួយគឺគាត់បានឃើញនារីម្នាក់អង្គុយលើដៃស្ពានដល់ពេលគាត់ឃើញអញ្ចឹងអាគប់មូគាត់នោះគឺគាត់មូទៅមុខហ្មងគាត់មូតាមភ័យខ្លាចប៉ុន្តែគាត់តាំងស្មារតីហើយនៅពេលដែលគាត់ឃើញហើយគាត់ប្រាប់កូនចៅគាត់ថាគាត់បានឃើញនារីម្នាក់អង្គុយនៅស្ពានហ្នឹងហើយនៅពេលដែលគាត់ប្រាប់ហើយរំលងពីនឹងប្រហែលជាកន្លះខែទេគឺលោកយាយម្នាក់ហ្នឹងបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅក្បែរស្ពានហ្នឹងតែម្ដងគាត់ក៏បានបញ្ជាក់ពីហេតុការណ៍របស់ពូហេងដែរពូហេងតែបើកឡានកាមេរ៉ាឆ្លាមហ្នឹងពូហេងរំលងពីឃើញនារីហ្នឹងប្រហែលជា3ខែគឺគាត់បានគ្រោះថ្នាក់ចរាចរណ៍ដែរប៉ុន្តែសំណាងអត់បាត់បង់ជីវិតគាត់ក៏លក់ឡាននោះចោលហើយគាត់សូត្រមុនសូត្រអីបដោះគ្រោះរលោករកគ្រូអីចឹងហ្នឹងហើយជាហេតុការណ៍ដែលពូឌុនលើកប្រាប់ពូសិតនៅពេលហ្នឹងនៅពេលដែលពូសិតឮហើយគាត់ភ័យណាព្រោះគាត់បានឃើញនារីហ្នឹងលើកទី1ហើយលើកទី2នេះគឺឃើញផ្លូវជា2អញ្ចឹងគាត់ច្បាស់ក្នុងចិត្តហើយគឺនារីម្នាក់ហ្នឹងចង់យកគាត់មែនហើយគ្រាន់តែនិយាយគ្នាចប់ហើយពូសិតគាត់សំពះអង្វរមកអង្វរពូឌុនហ្នឹងហើយកូនចៅគាត់ហ្នឹងឲ្យជូនគាត់ឲ្យផុតស្ពានហ្នឹងទៅពេលនោះដោយសារតែពូឌុនគាត់ណាត់ពេកគាត់ជូនឲ្យផុតទៅក្រោយពីជូនពូសិតទៅផុតអស់ហើយពូឌុនហើយកូនចៅគាត់ក៏មកសម្រាកធម្មតាហើយរំលងពីហ្នឹងប្រហែលជាមួយខែជាងបានពូសិតហ្នឹងបើកឡានចូលហូបបាយកន្លែងគាត់នៅពេលដែលចូលហូបបាយពូឌុនគាត់ក៏សួរនាំគាត់ក៏សួរនាំទៅពូសិតគាត់ថាតាំងពីយប់ដែលពួកគាត់ជូននឹងហើយគឺគាត់អត់បានរត់តាក់ស៊ីទៀតទេគឺសម្រាកតែម្ដងហើយបានទៅរកគ្រូល្បីៗអញ្ចឹងហើយឥឡូវគាត់រកគ្រូបានគាត់ដាក់កថាក្នុងឡានអញ្ចឹងហើយគាត់ក៏លែងហ៊ានបើកពេលយប់នឹងឡើងចិត្តភ្លឺទេដែរគឺគាត់ម៉ោង 6:07 បានគាត់ចេញមកហើយយប់ឡើងក៏គាត់លែងហ៊ានរត់ដែរហើយគ្រូគេក៏បានមើលដែរថារាសីគាត់ដាក់ខ្លាំងណាស់ប៉ុន្តែគេបានលើករាសីឲ្យនេះកថាអញ្ចឹងតែក៏មានដំណំដែរគេហាមលើពេលព្រឹកពេកឬក៏បើកពេលយប់ទៀតអាចពេលថ្ងៃពេលអីអញ្ចឹងហើយនិយាយរឿងពេលថ្ងៃពូឌុនគាត់និយាយទៀតនេះខ្ញុំសរុបនឹងដែរហ្មងដោយសារពូឌុនគាត់នៅហ្នឹងគាត់ដឹងហេតុការណ៍ច្រើនគាត់ថារឿងពេលថ្ងៃហ្នឹងគឺមានគ្រួសារមួយមកពីខេត្តបាត់ដំបងជិះឡានកាមេរីស្វិតកាមេរីគូស្វិតហ្នឹងមកគ្រួសារហ្នឹងគឺមានគ្នា5នាក់មានយាយម្នាក់ប្តីប្រពន្ធហើយនិងកូន2នាក់គាត់មកលេងបងប្អូននៅទីរំខាត់តកែវហើយគាត់មិនងាយមកទេគាត់នៅឆ្ងាយបាត់ដំបងអញ្ចឹងភូមិសាស្ត្រផ្លូវហ្នឹងគឺគាត់អត់ស្គាល់ទេហើយពេលហ្នឹងថ្ងៃត្រង់បងប្អូនគឺម៉ោង 12 ជិតម៉ោង 1អានេះនៅពេលដែលគ្រួសារហ្នឹងគ្រោះថ្នាក់ហើយប្រាប់គាត់ពេលក្រោយគាត់ថាគាត់បើកឡានមកដល់ស្ពានហ្នឹងគឺឃើញមានស្ពាន2ហើយគាត់គិតថាអាស្ពានមួយទៅអាស្ពានមួយមកអញ្ចឹងគាត់ក៏រើសស្ពានខាងស្ដាំដើម្បីទៅហើយដឹងមិននៅពេលដែលគាត់បើកទៅហ្នឹងគឺអត់មានស្ពានទេគឺឡានគាត់ស្រាប់តែធ្លាក់ទឹកប្រោងហ្មងគាត់ធ្លាក់ទឹកប្រោងគាត់ភ្ញាក់ព្រួតពេលភ្ញាក់ព្រួតទៅគាត់ភ័យស្លន់ស្លោប៉ុន្តែគាត់បានស្វែងស្វាចេញពីឡានហ្នឹងរួចចេញពីឡានហើយបានជួយកូនគាត់ប្រពន្ធគាត់ចេញមកទាំងអស់គ្នាហ្នឹងពេលចេញមកដល់ក្រៅហើយគេក៏បានរោមអ្នកដំណើរហ្នឹងក៏ឈប់រោមឈប់ជួយដែរហើយក៏បានសួរនាំថាបើឲ្យជីមិនបានមកធ្លាក់ហ្នឹងអង្គុយគេងឬក៏មិនអីមិនអញ្ចឹងហើយគាត់ក៏បាននិយាយថាគាត់អត់មានអង្គុយគេងទេគាត់ឃើញស្ពាន2ហើយគាត់ជិះអាស្ពានខាងទៅនេះអាស្ពានខាងស្ដាំនេះប៉ុន្តែសាប់ដឹងមិនគាត់បើកទៅមានស្ពានហ្នឹងហើយឥឡូវសាប់ឃើញស្ពានតែមួយដល់ពេលគាត់និយាយចឹងប្រាប់គឺម្នាក់គ្រប់គ្នាបោកធំហ្មងគាត់ថាហីទាំងថ្ងៃម្នាក់គឺអត់នឹកស្មានសំបីពូឌុនណាដែលគាត់ទៅរួមមើលហេតុការណ៍ហ្នឹងគាត់មិននឹកស្មានថាស្ពាននេះគឺលេងទាំងថ្ងៃអញ្ចឹងទាំងថ្ងៃហ្មងហើយគ្រួសារមួយនោះក៏បានជួលឡានស្ទូតជួលអីហើយមានប៉ូលីសមានអីមកអញ្ចឹងហ្នឹងហើយរឿងរ៉ាវហ្នឹងគឺប៉ុណ្ណឹងហើយនៅពេលដែលគាត់ប្រាប់ពូសិតហើយពូសិតគាត់ថាចំបងខ្ញុំគិតថាពេលយប់ទេតែឥឡូវទាំងថ្ងៃទៀតពូសិតគាត់និយាយអញ្ចឹងហើយពូឌុនគាត់ថាគាត់មិនបន្លាចទេតែគាត់ប្រាប់ឲ្យដឹងឲ្យប្រយ័ត្នកុំឲ្យប្រហែសហើយពូសិតគាត់ក៏អរគុណទៅហើយហូបបាយហូបអីហើយគាត់ក៏ចេញពីចល័យពូឌុនទៅតោះឥឡូវយើងចូលហេតុការណ៍រន្ធត់ទី3ហើយហេតុការណ៍ស្ពានហ្នឹងគឺមានច្រើនតែខ្ញុំសូមលើកយកសម្រាយជា3បានហើយហេតុការណ៍ទី3ក៏រន្ធត់ខ្លាំងដែរគឺតាក់ទងនឹងបុរសម្នាក់
តែគាត់ជិះម៉ូតូអាវីវ៉ាចំនួនហ្នឹងគាត់ជិះវីវ៉ាប្រហែលជាម៉ោង12ថ្ងៃត្រង់គាត់ថាគាត់ជិះសុកស្រាប់តែលឺសំឡេងមនុស្សមិនស្រែកដាក់ជជែកគាត់ស្រែកចឹងរត់ឡើងឡាយមកដល់ពេលដែលគាត់កលេចទៅគឺគាត់ឃើញក្បាលមនុស្សប្រុសម្នាក់កំពុងស្រែកដាក់ជជែកគាត់គាត់កលេចទៅចូលមុខគ្នានោះគាត់ប្រកាសដួលម៉ូតូមកហើយពេលហ្នឹងគឺសំណាងដល់អត់មានឡានមកគឺគាត់គូចប់ហ្មងហើយពូឌុនគាត់នៅចិត្តហ្នឹងគាត់មកជួយលើកជួយអីចឹងទៅដល់ពេលលើកសម្រួលហើយក៏បានសួរនាំទៅពូហ្នឹងគាត់និយាយប្រាប់ចឹងគាត់ថាគាត់ជិះសុកហ្នឹងស្រាប់តែមានក្បាលមនុស្សហោះមកស្រែកដាក់ជជែកគាត់ហើយគាត់ក៏លេចទៅគាត់ក៏ភ្ញាក់ដួលទៅហើយអ្នកដែលនៅក្នុងហេតុការណ៍ហ្នឹងដែលបានស្ដាប់ហើយអ្នកខ្លះគេក៏ជឿអ្នកខ្លះគេក៏អត់ព្រោះគេថាលើសពេកហើយដួលខ្លួនឯងទៅបន្ទោសខ្មោចចឹងគឺមានអ្នកខ្លះគេនិយាយចឹងគេនិយាយខ្សឹបហើយពូឌុនគាត់លឺហើយពូឌុនគាត់ជឿព្រោះគាត់ដឹងហេតុការណ៍ច្រើនហើយគាត់មើលទៅបរិមម្នាក់ហ្នឹងគឺអត់មានសង្វឹងទេគឺគាត់ធម្មតាសុទ្ធហ្មងហើយគាត់ក៏របួសរៀងធ្ងន់ដែរតែនៅងើបដើរបានជីបានណាហើយពេលហ្នឹងគាត់ក៏ងើបជិះម៉ូតូខ្លួនគាត់ដើម្បីទៅរកពេទ្យទៅហើយបងប្អូនមានដឹងហើយអ្នកជួបពាក្យច្រើនគឺជាមនុស្សស្រីប៉ុន្តែពូនេះជួបមនុស្សប្រុសគឺពូឌុនគាត់បានប្រាប់ដែរកាលពីប្រហែលខែមុនគ្រោះថ្នាក់ចរាចរណ៍ដូរម៉ូតូរបស់ពូម្នាក់ដែលឃើញក្បាលហ្នឹងគឺគាត់ថាគឺមានបរិសម្នាក់បានដាច់ក្បាលប៉ាត់មកគាត់ថាគឺមានអាឡានការ៉េដឹកសង្កសីគឺចងពីទ្រុងខាងក្រោយហើយចងគឺរៀងបដោយមកតាមឡានហ្នឹងផ្ដេកមកហើយពេលហ្នឹងគឺមិនដឹងមិនសត្វតែវារបូតខ្សែដល់ពេលវារបូតខ្សែមកវាល្អអាសង្កសីហ្នឹងមកត្រូវកអ្នកជិះក្រោយគឺត្រូវកបរិសម្នាក់ដែលជិះម៉ូតូខាងក្រោយគឺមកធ្លាក់មកគឺម៉ាំងមាត់តែម្ដងគឺរន្ធត់ណាបងប្អូនប៉ុន្តែតាំងពីហេតុការណ៍ហ្នឹងមកគឺអត់ដែលមានអ្នកណាឃើញបរិសម្នាក់ហ្នឹងឡើងទេគឺទឹមតែលើកនេះប៉ុន្តែលើម្ដងគឺសាហាវតែម្ដងពូឌុនគាត់និយាយគាត់ថាអត់ដែលមានលឺអ្នកណាថាឃើញបរិសណាដាច់ក្បាលដើរមានតែខ្លួនគឺអត់ទេគឺទឹមតែលើកនេះដែលបរិសម្នាក់នេះគឺបានជួបក្បាលបរិសម្នាក់ហ្នឹងអូយរន្ធត់ហើយពូឌុនគាត់ថាកន្លែងស្ពានមុនហ្នឹងគឺគ្រោះថ្នាក់ណាស់គឺឡានទៅបុកដើមអាកាសចាគឺបើកតែឯងហ្នឹងទៅបុកដើមអាកាសចាទៅហើយគ្រោះថ្នាក់តែញយហ្នឹងអ្នកខ្លះក៏ចូលក្រោមឡានអ្នកខ្លះក៏បុកអាកាសចាស្លាប់របួសធ្ងន់គឺមកហូរហែអានេះហេតុការណ៍ដែលផ្លូវជាតិលេខ2មិនទាន់ធ្វើហើយដើមកាសចានៅអមសងផ្លូវប៉ុន្តែចំពោះឥឡូវនេះគឺអស់ហើយដើមអាកាសចាឬក៏ដើមពេញខ្យល់ហ្នឹងក៏អស់ដែរហើយកន្លែងដើមអាកាសចាហ្នឹងគឺផ្ទះណែនហ្មងគឺគេចាក់ដីធ្វើផ្ទះហើយកន្លែងស្ពានហ្នឹងជាប់ស្ពានហ្នឹងក៏មានផ្ទះដែរគឺស្ពានហ្នឹងសល់តែមួយព្រែកទេព្រែកហូរដើម្បីទឹកហូរណាគឺជុំវិញហ្នឹងគឺផ្ទះអស់ហើយហ្នឹងហើយបងប្អូនហើយចំពោះរឿងស្ពានមួយនេះគឺមានតែប៉ុណ្្នឹងទេហើយចំពោះនារីម្នាក់ដែលគេឃើញនៅស្ពានហ្នឹងខ្ញុំបានសួរពូឌុនដែរពូឌុនគាត់ភ្លេចគាត់ថាគាត់ដឹងនារីម្នាក់ហ្នឹងមកពីណាទេតែមានគេប្រាប់គាត់ដែរថានារីម្នាក់ហ្នឹងគឺស្លាប់សាហាវជាងគេហើយពេលហ្នឹងដូចជានាងពោះធំផងឬក៏អត់គឺគាត់សពសពើអញ្ចឹងគាត់ប្រាប់ខ្ញុំក៏កើតខ្ញុំប្រាប់អ្នកទាំងអស់គ្នាក៏កើតអំពីនារីម្នាក់ហ្នឹងប៉ុន្តែពេលនេះគឺលែងមានទៀតហើយតាំងពីគេធ្វើផ្លូវប្រេកផ្លូវជាតិលេខ2ដាក់ស្ពានថ្មីមកគឺស្ងាត់ហ្មងហើយស្ពានហ្នឹងឥឡូវគឺជិះម៉ោង11ម៉ោង12អីក៏គ្មានណាជួបអីដែរគឺខ្លាចម្យ៉ាងគត់គឺខ្លាចតែចោលទេឥឡូវគឺគេអត់ខ្លាចខ្មោចទេកន្លែងស្ពានហ្នឹងហើយបងប្អូនហើយចំពោះរឿងរ៉ាវមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសូមជម្រាបលា